ជារីសុបាស្វាគមន៍មកកាន់ Channel សុំម៉ូតូ One អូខេបាទថ្ងៃនេះគឺយើងតាក់ទងជាមួយនឹងបេនសាំងទៀតហើយបងប្អូនអរគ្នាចឹងហើយថ្ងៃនេះបេនសាំងគឺវាធ្វើទុកខ្លាំងរហូតដល់ថ្នាក់ហៀប្រេងជ្រាបមកហើយក៏វាមានលក្ខណៈថាឆ្លក់អ៊ូលផងដែរបាទដល់ទេជនរបស់ខ្ញុំនេះគឺគាត់សង្ស័យគាត់មានអារម្មណ៍ថាធំក្លិនសាំងខ្លាំងមែនតើហើយបេននេះបញ្ជាក់បងប្អូនអរគ្នាបេននេះគឺធ្លាប់ដោះលាងសម្អាតច្រើនដងហើយក៏បិទកៅបិទរងបានច្រើនដែរប៉ុន្តែនៅតែវាមានបញ្ហាដែរជាពិសេសតើតើជាមួយនឹងក្បាលរ៉ូម៉ាណេដោយសារតែធម្មតាបេនបើយើងប្រើតាំងពីនាយមកគឺពេលខ្លះគឺវាចាស់ហើយវាត្រូវធលីដីខ្លាំងផងវាធ្វើឲ្យបេននឹងវាអស់គុណភាពហើយវាខូចសម្រាប់តែនេះក្បាលរ៉ូម៉ាណេនេះក៏មានការជ្រាបដែរគាត់ថាធំក្លិនសាំងខ្លាំងមែនតែខ្លាយទៅឆេះម៉ូតូនោះទេអញ្ចឹងហើយក៏គាត់ប្រញាប់យកមកជាងដែរនៅពេលដែលខ្ញុំឆែកទៅឃើញបែបហ្នឹងហើយគឺខ្ញុំណែនាំថាបងមិនបាច់លាងទៀតទេព្រោះបើបងលាងច្រើនដងមកហើយគឺវាគ្រប់ជាមួយនឹងដូរថ្មីបានមួយបងអញ្ចឹងគឺបងអាចនឹងដូរថ្មីមកគ្រាប់បណ្ដោយទៅបេនសាំងបាទដែលបងប្រុសក៏កាត់ងាយស្រួលផងដែរក៏កាត់ប្រាប់ថាអូខេអញ្ចឹងអូនឯងដូរឲ្យបងមួយបណ្ដោយមកដើម្បីឲ្យបងឆាប់បានចេញដំណើរទៅមុខទៀតអញ្ចឹងហើយសម្រាប់ខ្ញុំគឺងាយស្រួលមែនតើអូខេឥឡូវនេះគឺយើងចាប់ដើមចូលទៅធ្វើការផ្លាស់ប្ដូរតែម្ដងហើយដោយសារតែបេននេះគឺវាលាងច្រើនដងហើយវាឆ្នៃច្រើនដងហើយដល់ពេលដែលយើងត្រូវផ្លាស់ប្ដូរថ្មីចេញម្ដងហើយគឺយើងផ្លាស់ប្ដូរជាមួយនឹងបេនគឺវាមានច្រើនសេរីគឺយើងមានច្រើនតម្លៃសម្រាប់អតិថិជនកាត់ជ្រើសរើសផងដែរបាទបញ្ជាក់មួយទៀតក៏គាត់បានបញ្ជាក់ខ្ញុំផងដែរថាម៉ូតូរបស់គាត់នឹងគឺស៊ីសាំងខ្លាំងមែនតើអញ្ចឹងហើយអានេះជាឧទាហរណ៍គឺខ្ញុំប្រាប់បងប្អូនគ្នាបើសិនជាម៉ូតូស៊ីសាំងអាសាដោះលាងសម្អាតបេនសាំងចេញផងដែរបងប្អូនគ្នាក្រែងវាមានជាប់ជាមួយនឹងធូលីដីវាធ្វើឲ្យស៊ីសាំងរហូតវាអាចនឹងចំហខ្លាំងត្រង់ចំណុចណាមួយក៏ធ្វើស៊ីសាំងផងដែរអញ្ចឹងហើយជាក់ស្ដែងដូចបេននេះគឺវាល្មមនឹងយើងអាចថាផ្លាស់ប្ដូរចេញបានហើយព្រោះបងប្រុសក៏គាត់ចង់ផ្លាស់ប្ដូរចេញយូរដែរប៉ុន្តែគាត់អត់មានពេលថ្ងៃនេះក៏គាត់មានពេលចំថ្ងៃអាទិត្យអញ្ចឹងហើយគឺគាត់យកមកដាក់ឲ្យខ្ញុំផ្លាស់ប្ដូរតែម្ដងអូខេនិយាយរួមទៅនេះគឺកៅបិទរងបងប្អូនគ្នាគឺធ្លាប់ធ្វើការដោះលាងសម្អាតច្រើនដងហើយដល់វគ្គឥឡូវនេះគឺគាត់សម្រាប់ចិត្តតដោដោយសារតែវាស៊ីប្រេងខ្លាំងរហូតសារ៉េការ៉ង់ទីក៏សារ៉េលេងត្រូវដែរព្រោះខាងក្នុងដូចជាខាត់មកជុលអីផងដែរអញ្ចឹងហើយគឺគាត់សម្រាប់ចិត្តដាក់ថ្មីមួយគ្រាប់តែម្ដងហើយតម្លៃធូរថ្លៃនោះទេបងប្អូនគ្នាសម្រាប់បេនសាំងតម្លៃធូរនោះទេដាក់ដើម្បីឲ្យម៉ូតូជិះស្រួលដាក់ដើម្បីម៉ូតូកុំសូវស៊ីសាំងពេកបាទក្រោយពីចរចាតម្លៃរួចហើយខ្ញុំក៏បានដកបេនបញ្ជាក់ប្រាប់គាត់ឲ្យគាត់មើលផងដែរហើយនេះគឺជាមួយឈុតរបស់វាមកគឺមានអីគេខ្លះគឺវាមានខ្សែបង្ហូរប្រេងទៅខាងក្រោមខ្សែបឺតមកពីខាងលើគឺវាមានមួយឈុតរបស់វាមកក្បាលរ៉ូម៉ាណេអញ្ចឹងគឺមួយឈុតរបស់វាមកហើយសម្រាប់ម៉ូតូនេះដែរគឺវាមានលក្ខណៈថាគាំងខ្សែអែផងដែរបងប្អូនគ្នាគាំងខ្សែអែអញ្ចឹងគឺអត់ល្អនោះទេនៅពេលដែលយើងត្រូវការបិទបើកឲ្យចំហវាអត់ដំណើរការវាអត់ល្អនោះទេអញ្ចឹងហើយខ្ញុំណែនាំឲ្យដូរខ្សែអែមួយគ្រាប់ដែរទៅខ្សែអែមួយខ្សែនេះគឺតម្លៃធូរនោះទេបងប្អូនគ្នាគឺមិនថ្លៃនោះទេអញ្ចឹងហើយគឺដូរថ្មីទៅគឺវាងាយស្រួលជាងបានអញ្ចឹងក្រោយពីខ្ញុំរៀបចំចាប់ដាក់ចូលមកវិញហើយខ្ញុំនឹងធ្វើការបញ្ឆេះមកគឺយើងស្ដាប់សារ៉ង់ទីទៅការ៉ង់ទីនេះគឺជាការ៉ង់ទី Zin ដែលគេរៀបចំមកស្រាប់ដោយគេមានគូ Fert អីមកស្រាប់របស់គេតែម្ដងចេញពីប្រអប់ចេញពីកញ្ចប់មកតែម្ដងតែការ៉ង់ទីគេស្រាប់អញ្ចឹងហើយយើងមិនចាំបាច់សេរីក៏វាអាចថានឹងអេមដែរអញ្ចឹងហើយគឺខ្ញុំធ្វើការជីសាកផងដែរបងប្អូនគ្នាធម្មតាតែយើងដូរថ្មីគឺយើងត្រូវការជីសាកហើយធ្វើតេស្តនិងស្ដាប់មើលការ៉ង់ទីថាការ៉ង់ទីវាជាមួយនឹងហ្គេមម៉ូតូគឺវាល្អអត់ចឹងឥឡូវនេះគឺដូររួចរាល់ហើយគឺថ្មីហើយសម្រាប់បងប្រុសគឺគាត់បានយកទៅឲ្យម៉ូតូតែនេះគឺខ្ញុំធ្វើមក record តាមក្រោយទេបាទចឹងហើយអរគុណដល់បងប្អូនទាំងអស់គ្នាតាមដានតាំងពីដើមដល់ទីបញ្ចប់បើសិនជាមានម៉ូតូដែលមានអាការៈជិះទៅអួលឆ្លក់អីគឺអាសាឆែកមើលបេនផងបងប្អូនទាំងគ្នាជាពិសេសគឺអាសង្សសេរីចាស់ឆែកមើលបេនលេងសម្អាតវាទៅបើសិនជាទៀមទីឯដូគឺយើងធ្វើការផ្លាស់ប្ដូរទៅដើម្បីឲ្យវាស្រួលមកវិញកុំឲ្យស៊ីសាំងបានចឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលបានចូលមកទស្សនាហើយកុំភ្លេចជួយ like share និង subscribe ដាក់សញ្ញាកណ្ដឹងវីដេអូខ្ញុំមកដើម្បីទទួលបានវីដេអូក្រោយៗទៀតជម្រាបលា